ngàyនេះមកឆែកមើលការងារនៅខាងបិណ្ឌម្ដងដឹងថាតើជាងគាត់ធ្វើការដល់ណាហើយការងារចាប់ផ្ដើមតាំងពីថ្ងៃទី4 ខែ 6 ហើយក៏ចង់ចែករំលែកបទពិសោធន៍ក្នុងការដេគ័របន្ទប់នៅខាង condo urban ដូចគ្នាខាងហ្នឹងសូមនិយាយឲ្យត្រង់ណា management ដូចជាអត់សូវមានអ្នកធ្វើការនិយាយទៅអ្នកកាន់ការផ្នែកហ្នឹងគឺដូចអត់ជាប់នៅនេះដោយសារតែមានមនុស្សរស់នៅច្រើនណាហើយនៅជុំវិញបន្ទប់ខ្ញុំហ្នឹងនិយាយទៅគឺខ្ញុំមានអ្នកចិត្តខាងរួចហើយផលហ្នឹងហើយដែលធ្វើឲ្យការដេគ័រកតុបរបស់ខ្ញុំវាមានភាពរអាក់រអួលគឺគេអត់ឲ្យធ្វើការនៅថ្ងៃសៅរ៍អាទិត្យទេហើយបើសិនជាយើងធ្វើឲ្យមានសំឡេងឬថ្លង់អ្នកចិត្តខាងគេទៅ complain នៅខាងក្រោមចឹងគេនឹងមកប្រជុំការងារយើងភ្លាមចឹងសាច់ធ្វើការគឺអាចធ្វើការបានតែត្រឹមពីថ្ងៃច័ន្ទរហូតម្ដងថ្ងៃសុក្រហើយតែត្រឹមម៉ោង5 ទៅ 6 ល្ងាចគឺគេលែងឲ្យយើងធ្វើការតទៀតអាចនិយាយបានថាដោយសារតែគម្រោងurban វាមានមនុស្សនៅច្រើនជុំវិញណាអញ្ចឹងធ្វើឲ្យការធ្វើការដេគ័ររបស់យើងកាលណាមានឮសំឡេងរំពងទៅគេគឺគេមក complain យើងអញ្ចឹងយើងរៀងពិបាកធ្វើការបន្តិចមួយទៀតខ្ញុំសង្កេតឃើញថារាល់ពេលដែលខ្ញុំដើរកាត់តាមខាងក្រោមឡើងមកហ្នឹងគឺអត់ដែលឃើញមានមនុស្ស stand by នៅខាងក្រោមគេឲ្យយើងតាក់ទងទៅតាម hotline លេខទូរស័ព្ទគេមាន hotline គេហើយយើងអាច Telegram ទៅផ្នែកគាត់បានក៏ប៉ុន្តែការឆ្លើយតបរបស់ពួកគាត់មកវិញហ្នឹងគឺវាមានភាពយឺតហើយខ្ញុំក៏អត់ដឹងថាមូលហេតុអីបានបុគ្គលិកនៅខាង urban តាច់គ្នានិយាយឲ្យឃើញទៅសំបីការស្នើសុំចូលដេគ័រអីហ្នឹងក៏និយាយទៅគឺអ្នកដេគ័រខ្ញុំហ្នឹងគឺគាត់ផ្លោះយកហ្មងនិយាយលាក់បាំងអីការពិតពួកគាត់អត់មានអ្នកណាគេឆ្លើយតបនៅអ្វីដែលយើងចង់បានលះដូច្នេះខ្ញុំក៏អត់ទាន់ដឹងថាថ្ងៃក្រោយទៅត្រូវការទៅជួបអ្នកណាដែរពាក់ព័ន្ធជាមួយការបង់អីផ្សេងដល់អញ្ចឹងមានតែតាមតំណើហើយក៏សង្ឃឹមថានៅខាង project urban ហ្នឹងសូមជួយសម្រួលការងារនឹងឲ្យលះតិចផងដល់តែអញ្ចឹងទៅធ្វើឲ្យការងារខ្ញុំការងារដេគ័រគឺវាយឺតយ៉ាវតាមហ្នឹងក៏លេខមកមើលផ្នែកផ្សេងនៅ urban ឧទាហរណ៍ដូច swimming pool ដូចការហាត់ប្រាណអីផ្សេងសេវាកម្មអស់ហ្នឹងគឺត្រូវបង់លុយបន្ថែមវាខុសពី project condo ផ្សេងដែល facility ទាំងឡាយអស់ហ្នឹងគឺគេ free ចំពោះ owner ដែលគាត់បានទិញ unit នៅទីតាំងហ្នឹងអញ្ចឹងអាហ្នឹងក៏ជាព័ត៌មានថ្មីដែរសម្រាប់អ្នកដែលពិចារណាជួលរស់នៅ condo urban village បើសិនបើថ្ងៃក្រោយទៅគេមានការវិវត្តអីថ្មីចាំខ្ញុំនៅបង្ហាញប្រាប់ថែមទៀតហ្នឹងហើយសូមជួយចុច subscribe channel YouTube ម្នាក់មួយផងចាដើម្បីឲ្យមានទឹកចិត្តធ្វើវីដេអូបន្តហើយក៏សូមជួយ follow Facebook ម្នាក់មួយផងចាក៏ជួយ share ផងមើលឲ្យមានទឹកចិត្តធ្វើវីដេអូតទៀតអរគុណ